ចំហាយចូលឆ្នាំខ្មែរភ្ជុំបិណ្ឌណាគឺចិត្តចូលមកដល់ហើយហើយញោមនេះឲ្យតែចិត្តចូលដល់ខែ4ណាគឺមានអារម្មណ៍ថានឹកស្រុកខ្មែរនឹកអ្នកផ្ទះនឹកបងប្អូននឹកមិត្តភ័ក្តិយទៅនឹកគ្រប់បែបយ៉ាងអនុស្សាវរីយ៍ដែលយើងធ្លាប់កើតនៅទីនោះហាចាហើយមិត្តភ័ក្តិញោមមកឲ្យតែញោមផអីតាក់តងរៀងដូចនៅខ្មែរតិចដោយសារតែញោមនឹកខ្មែរចឹងទៅគឺញោមបរហោះរូបដែរតាក់តងនឹងនៅខ្មែរអញ្ចឹងមិត្តភ័ក្តិញោមគឺគាត់យល់ច្រឡំថាញោមចិត្តទៅខ្មែរមែនអីអញ្ចឹងណាសួរថាពេលណាមកឆ្នាំណាហើយញោមនេះគឺតែងតែប្រាប់ពួកគាត់ថាពី3ឆ្នាំទៀតឆ្នាំនេះឆ្នាំនោះអីចឹងទៅតែសម្រាប់ខ្ញុំគឺពេលខ្លះសឹងតែពិបាកឆ្លើយទៅកាន់ពួកគាត់ដែរដោយសារតែយើងនេះសឹងតែចង់ហោះទៅថ្ងៃស្អែកភ្លាមហ្មងមានបងប្អូនខ្លះក៏គាត់និយាយថាយើងនៅស្រុកគេនេះតើតែយើងឆ្លៀតមិនយើងអាចបានទៅនេះទៅនោះបានតែបើថានៅតែអោបកសោបការងារអញ្ចឹងគឺគ្មានបានទៅណាទេសម្រាប់ខ្ញុំមានហេតុផលផ្ទាល់ខ្លួនរៀងច្រើនដែរអញ្ចឹងអត់ទាន់អាចទៅខ្មែរបានណាហើយណាមួយកត្តាទី1ហ្នឹងគឺរឿងកូនគឺសំខាន់ណាស់គឺខ្ញុំចង់ឲ្យគាត់រៀងធំជាងនឹងទៅដើម្បីអាចឲ្យពេលទៅខ្មែរគាត់ញ៉ាំអាហារបានច្រើនហើយនឹងធន់នឹងអាកាសធាតុកុំឲ្យប្រែប្រួលអីគាត់ឆាប់ឈឺចឹងណាហើយពេលដែលគាត់ទៅយើងធំទៅយើងនិយាយស្ដាប់គ្នាបានអាចផ្ញើឲ្យបងប្អូនមើលបានហើយយើងអាចទៅនេះទៅនោះបានឬមួយក៏ធ្វើអីដែរធ្វើឲ្យគាត់ងាយស្រួលពេលជិះយន្តហោះកុំឲ្យផលរំខានទៅគេពេលដែលយើងយកគាត់ទៅរៀងទូចពេកគឺគាត់ហោរឿងយំមិនអញ្ចឹងណាអត់អាចអង្គុយយូរមកនៅលើយន្តហោះបានអញ្ចឹងហើយគឺខ្ញុំគិតពីបញ្ហាហ្នឹងខ្លាំងមែនតើខ្ញុំចង់ឲ្យពេលទៅដើរលេងគឺទាំងអ្នកផ្ទះខ្ញុំទាំងអ្នកអង្គុយចិត្តខ្ញុំនៅលើយន្តហោះហ្នឹងគឺបានសប្បាយទាំងអស់គ្នាហើយពេលទៅដើរលេងនៅខ្មែរក៏គាត់អត់យំហោរឿងអញ្ចឹងណា